ជាបឋមទូលព្រះបង្គំខ្ញុំបកណាខ្ញុំបាទសូមក្រាបថ្វាយបង្គំទូលថ្វាយសម្ដេចព្រះពូធាវាំងកតិបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយករងទី1នៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំសម្ដេចបឋមលិខិតបណ្ឌិតសៅចន្ទថលប្រជាគណៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះឧត្តមបញ្ញាកតេបណ្ឌិតដងផង់នន្តយោព្រះអនុប្រធានថេរសភានៃពុទ្ធសាសនានៅកម្ពុជានិងជាសម្ដេចព្រះអគ្គអធិការរងនៃអគ្គអធិការដ្ឋានពុទ្ធិកសិក្សាជាតិសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងយាតសមាជិកថេរសភានៃពុទ្ធសាសនានៅកម្ពុជាព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនយោបាយនៃប្រជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំព្រះសមាធិធម្មយុត្តសុខាព្រះរាជាគណៈថ្នាក់ចក្រជាប្រមចរិយញាណមេគន្ធខេត្តព្រះមន្ត្រីសង្ឃព្រះថេរាធេរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមគោរពអាដាមភីវសុបុទ្ធីអនុរដ្ឋលេខាធិការក្រសួងបរិស្ថានជាទីគោរពខ្ពង់ខ្ពស់សូមគោរពអាដាមម៉ៅដងអភិបាលរងខេត្តត្បូងឃ្មុំតំណាងអាដាមប៉ែនកុសលអភិបាលគណៈអភិបាលខេត្តត្បូងឃ្មុំជាទីគោរពខ្ពង់ខ្ពស់សូមគោរពអាដាមលោកជំទាវប្រតិភូអមដំណើរជាទីគោរពលោកយាយលោកតាឧបាសកឧបាសិកាពុទ្ធបរិស័ទដែលមានវត្តមានអង្គពិធីនាឱកាសនេះជាទីគោរពនិងជាទីមេត្រីតេថៃនេះជារាត្រីថ្ងៃសុក្រ3រោចខែផល្គុនឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី6ខែមីនាឆ្នាំ2026ដែលសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរាធេរៈគ្រប់ព្រះអង្គឯកឧត្តមគណៈអធិបតីលោកស្រីភ្ញៀវកិត្តិយសនិងពុទ្ធបរិស័ទចិត្តឆ្ងាយមួយលើដល់ក្រុមញាតិសិស្សគន់នៃប្រសពបានយាងនិមន្តអញ្ជើញមកជួបជុំគ្នាក្នុងអារម្មណ៍ក្តុកក្តួលអួលណែនស្រពាប់ស្រពោននិងក្រៀមក្រំយ៉ាងក្រៃលែងបំផុតនៅក្នុងពិធីប្រគេនប្រភ្លើងបូជាប្រសពប្រស័យលសង្វរលង្ធៀមអន្តថែប្រជាគណៈថ្នាក់ចត្វាគណៈមហានិកាយនៃប្រជាណាចក្រកម្ពុជាក្រោយពីបានតម្កល់ប្រសពធ្វើបុណ្យតក្កណានុប្រទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរដើម្បីឧទ្ទិសកុសលប្រគេនចំពោះដួងព្រះវិញ្ញាណក្ខន្ធប្រសពយ៉ាងភ្ជាប់ជួនឥតមានធ្វេសប្រហែសឡើយសម្ដែងនៅកតញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុតអស់រយៈកាល6ឆ្នាំកន្លងមកស្ថិតក្នុងបរិយាកាសប្រកបដោយបរិទេវៈខ្សឹបខ្សួលអ៊ូលអាសេចក្តីទុក្ខសោកសង្រេងស្ដាយសំណោះអឡោះអាល័យជាពាន់ពេករកអ្វីមកព្រៀបផ្ទឹមពុំបានចំពោះព្រះអនិច្ចធម៌របស់បស័យលសង្វរលង្ធៀមអន្តថែជាទីគោរពសក្ការៈនិងស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុតពោពេញដោយប្រមវិហារធម៌និងសង្ឃៈធម៌ក្របសណ្ដប់មកលើសិស្សគន់ប្រសង់ពុទ្ធបរិស័ទទាំងអស់គ្នាការបាត់បង់នៅបស័យលសង្វរលង្ធៀមគឺជាការបាត់បង់ឥស្សរសមណសង្ឃពហុសោតនិងជាព្រឹទ្ធមហាថែដែលមានប្រជញ្ញវសាច្រើនក្នុងចំណោមព្រះមហាថែទាំងឡាយដ៏តិចតួចរបស់ពុទ្ធសាសនានៃប្រជាណាចក្រកម្ពុជាដែលក្នុងមួយប្រជញ្ញរបស់ព្រះអង្គបានលះបង់ប្រកាយពលនិងព្រះបញ្ញាញាណក្នុងពុព្វហេតុពុទ្ធសាសនានិងសង្គមជាតិគឺជាការបាត់បង់នៅធនធានប្រសង់ដ៏មានតម្លៃរបស់សង្គមជាតិ
ដែលបរិបូរដោយទេពកោសលពុទ្ធិចំណេះដឹងយ៉ាងជ្រាលជ្រៅទាំងផ្លូវលោកនិងផ្លូវធម៌ជាពិសេសព្រះអង្គបានលះបង់បូជាយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើនចំនួននាកាលនៅមានបច្ចុប្បន្ននៅឡើយខណៈនេះគឺជានីតិចុងក្រោយដែលសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវគណៈអធិបតីភ្ញៀវកិត្តិយសសិស្សគន់ពុទ្ធបរិស័ទនិងក្រុមញាតិនៃប្រសពបានយាងនិមន្តនឹងអញ្ជើញចូលរួមក្នុងពិធីត្រៀមបូជាប្រសពនាពេលបន្តិចទៀតនេះឆ្លៀតក្នុងឱកាសនេះទូលព្រះបង្គំខ្ញុំបកណាខ្ញុំបាទសូមព្រះរាជានុញ្ញាតទូលថ្វាយប្រគេននិងគោរពជម្រាបជូននៅជីវប្រវត្តិសង្ខេបរបស់ព្រះសីលសង្វរលង្ធៀមដូចតទៅបាច់ប្រគុណលង្ធៀមអន្តថែប្រសូតនៅថ្ងៃសុក្រ15កើតខែមិញឆ្នាំរោងអត្តស័កពុទ្ធសករាជ2456ឆ្នាំ1915បិតានាមលង្ជឹមមាតានាមកែវជាកសិករនៅភូមិសំស្មែឃុំដំរលស្រុកអូរងឪខេត្តកំពង់ចាមមានបងប្អូន5នាក់ស្រី2នាក់រួមមាន1ប្រាច់ប្រគុណលង្ធៀម2ឧបាសិកាលង្អៀមស្លាប់3ឧបាសិកាលង្សឹមស្លាប់4ឧបាសកលង្រុនស្លាប់5ឧបាសកលង្ចនស្លាប់ប្រាច់ប្រគុណលង្ធៀមជាកូនច្បងគេលុះដល់កុមារលង្ធៀមមានវ័យវឌ្ឍនាការអាយុ16ឆ្នាំមេដាបៃតាបានដឹកនាំយកទៅទុកដាក់ឲ្យសិក្សារៀនសូត្រអក្សរសាស្ត្រលេខនិពន្ធនិងធម៌អានៅវត្តសេដ្ឋអថ័យដំរីសហៅដំរលស្ថិតនៅឃុំដំរលស្រុកអូរងឪខេត្តកំពង់ចាមក្នុងសំណាក់លោកគ្រូសោតពនាមប៉ាងកុមារលង្ធៀមជាក្មេងដែលឧស្សាហ៍ព្យាយាមតស៊ូអំណត់អត់ធន់យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រគួបផ្សំជាមួយឧបនិស្ស័យនិងបញ្ញាញាណពីកំណើតបានជំរុញឲ្យឆាប់ចេះអានចេះសរសេរនិងឆាប់ចងចាំបានល្អប្រសើរលុះដល់អាយុគម្រប់21ឆ្នាំមេដាបៃតាបានអនុញ្ញាតឲ្យបួសជាឧបសម្បទានៅក្នុងពតសេមាវត្តសវណ្ណបតុមវតីហៅរកាខ្នួចស្ថិតនៅឃុំជីកោស្រុកត្បូងឃ្មុំខេត្តកំពង់ចាមក្នុងសំណាក់ព្រះដាច់ប្រគុណពនាមច័ន្ទជាប្រគ្រូឧបជាព្រះដាច់ប្រគុណពនាមសវណ្ណកេសរជាឧបសម្បទាចារ្យព្រះដាច់ប្រគុណពនាមអន្តថែជាអនុកម្មវិចារក្រោយពីបានសម្រេចញាតចាត់ថោចតុថកម្មវិចារមកព្រះឧបជាបានសន្មត់នាមបញ្ញថាអន្តថែក្រោយពីបានឧបសម្បទាភិក្ខុភាវៈរួចភិក្ខុលង្ធៀមក៏និមន្តទៅគង់នៅវត្តសេដ្ឋអថ័យដំរលវិញការអាស្រ័យគង់វត្តនេះបានចំនួន1វស្សាភិក្ខុលង្ធៀមក៏បានចាប់ផ្ដើមសិក្សាផ្នែកវិបស្សនាទុរៈព្រះវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យនាមីប្រកបដោយសេចក្តីព្យាយាមយ៉ាងម៉ឺងម៉ាត់បំផុតការសិក្សានេះប្រព្រឹត្តទៅអស់រយៈកាល5ឆ្នាំបានសម្រេចលទ្ធផលគួរជាទីមោទនៈដែលអាចចេះចាំស្ទាត់ជំនាញនិងអាចបំពេញតាមសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយសទ្ធាជ្រះថ្លាជាពន់ពេកឥតឧបមាប៉ុន្តែពុទ្ធិចំណេះដឹងដែលលោកបានសិក្សាទាំងប៉ុន្មាននេះនៅពុំទាន់ស្កប់ទឹកបតីរបស់ព្រះអង្គនៅឡើយភិក្ខុអង្គនេះក៏និមន្តទៅបន្តការសិក្សាផ្នែកវិបស្សនាទុរៈនៅវត្តព្រៃអង្គរក្រៅឃុំដូនតៃស្រុកពញាក្រែកខេត្តកំពង់ចាមក្នុងសំណាក់លោកគ្រូអាចារ្យពនាមហឹងថែមទៀតការសិក្សារៀនសូត្របំពេញបន្ថែមនៅលើកនេះមានការវិវត្តរីកចម្រើនឡើងលើសមុនមួយកម្រិតទៀតដែលអាចមានសមត្ថភាពឆ្លើយតបនឹងស្ថានភាពការងារដឹកនាំពុទ្ធសាសនាបានយ៉ាងទូលំទូលាយព្រមទាំងអាចបង្ហាត់បង្រៀនដល់សិក្ខាកាមទាំងឡាយមានបព្វជិតក្រហោះជាលំដាប់លំដោយប្រកបដោយទឹកបតីសមមនោរីករាយស្មោះស្ម័គ្រឥតលាក់លៀមនៅចំណេះវិជ្ជាដែលលោកបានចេះចាំទាំងប៉ុន្មាននោះឡើយនៅក្នុងឆ្នាំ1953
ពុទ្ធសករាជ2496ដោយមើលឃើញពីលក្ខណៈសម្បត្តិប្រកបដោយក្រមសីលធម៌ពោពេញដោយឥន្ទ្រីសង្វរសិលនិងការប្រព្រឹត្តនៅព្រហ្មចរិយធម៌ការចេះចាំនិងការគោរពប្រតិបត្តិធម៌វិន័យពុទ្ធសាសនាគួរជាទីជ្រះថ្លាយ៉ាងក្រៃលែងនិងការអនុវត្តតាមច្បាប់រដ្ឋបាលដែនដីបានយ៉ាងហ្មត់ចត់ត្រឹមត្រូវពោពេញដោយពុទ្ធិចំណេះដឹងគ្រប់គ្រាន់មានសមត្ថភាពទេពកោសល្យចំណេះជំនាញបូករួមជាមួយទឹកបតីប៉ិនប្រសពមានគំនិតច្នៃប្រឌិតក្នុងការដឹកនាំដែលអាចប្រែក្លាយជាគំរូវិរភាពសម្រាប់សង្ឃក្នុងវត្តផងនិងដោយមានជំនឿទុកចិត្តដ៏មុតមមអំពីសំណាក់ព្រះចៅអធិការព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តនិងអាជ្ញាធរមូលដ្ឋានផងស្ថិតក្នុងបច្ចុប្បន្ន37វស្សាភិក្ខុលង្ធៀមត្រូវបានប្រគល់ផ្ដល់ឋានៈតែងតាំងជាព្រះគ្រូសោតនិងមានតួនាទីជាអ្នកបំពោះយុវកុលបុត្រដែលមានសទ្ធាជ្រះថ្លាប្រាថ្នាចូលមកបួសរៀនជ្រកកោនក្រមមលុបពុទ្ធសាសនាជារៀងដរាបតរៀងមកជាអកុសលលុះមកដល់ឆ្នាំ1975ស្ថានភាពប្រទេសជាតិមានការប្រែប្រួលធ្លាក់ចូលគ្រោះមហន្តរាយអន្តការខ្មៅងងឹតពេញផ្ទៃប្រទេសទាំងមូលបាត់បង់ពន្លឺនៃសុខសន្តិភាពអសន្តិសុខបានកើតឡើងគ្មានសណ្ដាប់ធ្នាប់សាធារណៈគ្មានរបៀបរៀបរយអស្ថិរភាពសង្គមការលុបបំបាត់ជំនឿសាសនាទំនៀមទម្លាប់ប្រពៃណីការបំផ្លិចបំផ្លាញព្រះពុទ្ធបដិមាគម្ពីរដីកាសត្រាក្បួនច្បាប់ខ្ទេចខ្ទីគ្មានសល់លែងបានឮសំឡេងពធវត្តអារាមពុំមានប្រសងគួងស្នាក់នៅវត្តអារាមត្រូវបានក្លាយជាទីតាំងផលិតជីជាទីតាំងចិញ្ចឹមសត្វជាទីតាំងឃុំឃាំងនិងធ្វើទារុណកម្មមនុស្សនិងជាទីតាំងសម្រាប់មនុស្សជាដើមនោះគឺនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយពួកបនបល័យពូជសាសន៍ប៉ុលពតព្រះសង្ឃវត្តអារាមទូទាំងប្រទេសត្រូវបានពួកគេចាប់បង្ខំឲ្យសឹកអស់គ្មានសល់ក្នុងនោះរួមទាំងបដិជ្ជប្រគុណលង្ធៀមក៏ត្រូវបានគេបង្ខំឲ្យសឹកដោយប្រសង្ឃដទៃទៀតដែរប៉ុន្តែដោយអំណាចការគោរពប្រតិបត្តិនិងជំនឿជឿជាក់យ៉ាងមុតមមចំពោះគុណបរតនត្រ័យព្រះអង្គប្រកែកមិនព្រមសឹកតាមការបង្ខិតបង្ខំរបស់ពួកគេឡើយពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពកាន់តែអាក្រក់ឡើងដែលស្របក្នុងកលៈទេសៈពេលនោះវត្តសេតហត្ថីតម្រល់របស់យើងនេះពុំមានប្រសង់មួយអង្គគួងស្នាក់នៅឡើយក្រៅពីបរិជ្ជប្រគុណលង្ធៀមពួកផ្ដាច់ការបានមកបង្ខំព្រះអង្គ3លើកដោយក្នុងមួយលើកព្រះអង្គប្រកែកមិនយល់ព្រមរហូតដល់លើកចុងក្រោយពួកផ្ដាច់ការបានបង្ខំមកលើព្រះអង្គជាទម្ងន់ទើបព្រះអង្គបង្ខំចិត្តស្លៀកសម្លៀកបំពាក់តាមការបង្ខិតបង្ខំរបស់ពួកគេក្នុងទឹកបតីព្រះអង្គមិនដាច់អាល័យពីភេទបព្វជិតអ្នកបួសម្ដងណានោះឡើយដោយឡែកចំពោះការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះអង្គក្នុងរបប3ឆ្នាំ8ខែ20ថ្ងៃនោះគឺព្រះអង្គនៅតែគោរពប្រតិបត្តិដោយក្នុងភេទជាព្រះសង្ឃដែលស្ថិតក្នុងស្ថានភាពលាក់បាំងដោយមិនប្រតិបត្តិចំហត្រង់ដូចមុនទេក្រៅពីនេះត្រូវគេបង្ខំឲ្យធ្វើការធ្ងន់ធ្ងរដោយគ្មានអាហារហូបចុកគ្រប់គ្រាន់គ្មានថ្នាំសម្រាប់ជាបាលជំងឺគ្មានទីចម្រោកសមរម្យគ្មានពេលសម្រាកគ្រប់គ្រាន់និងគ្មានសិទ្ធិសេរីភាពដោយប្រជាជនទូទៅផងដែរលុះមកដល់ថ្ងៃទី7ខែមករាឆ្នាំ1999ដោយបានជួយសង្គ្រោះទាន់ពេលវេលាពីរណសេសាមគ្គីសង្គ្រោះជាតិកម្ពុជាដឹកនាំដោយសម្ដេចទាំង3គឺសម្ដេចអគ្គមហាពញាចក្រីហេងសំរិនសម្ដេចអគ្គមហាធម្មពលទេសាលជាសេមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាននាំយកមកនៅពន្លឺសន្តិភាពមកជូនប្រជាជាតិខ្មែរម្ដងទៀតក្រោយពីបានបណ្ដេញពួកអន្តររដ្ឋីឲ្យវិនិច្ឆ័យអន្តរាយបាត់អស់ទៅក្រោយពីប្រទេសជាតិបានឆ្លងផុតពីភាពខ្មៅងងឹត
មករដ្ឋាភិបាលបានបើកឱកាសឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពក្នុងជំនឿសាសនាឡើងវិញនៅថ្ងៃសុក្រ8កើតខែទុតិយាសាទឆ្នាំមមែឯកស័កពុទ្ធសករាជ2523ឆ្នាំ1979បដិប្រគុណលង្ធាមមានឱកាសចូលមកប្រតិបត្តិធម៌វិន័យក្នុងពុទ្ធសាសនាឡើងវិញនិងមានឋានៈជាចៅអធិការស្ដីទីលុះរហូតមកដល់ថ្ងៃច័ន្ទ500ខែមិគសេពុទ្ធសករាជ2526ឆ្នាំ1982ព្រះអង្គនិមន្តទៅបំពេញសិទ្ធិពេញលេញនៅវត្តជោតនារាមបង្កប់ស្ថិតនៅឃុំរអាងស្រុកកំពង់សៀមខេត្តកំពង់ចាមអំពីការអប់រំចំពោះការអប់រំព្រះសីលសង្វរលង្ធាមជានិច្ចកាលតែងតែយកបតីទុកដាក់ក្នុងការអប់រំណែនាំបណ្ដុះបណ្ដាលព្រះសង្ឃនិងពុទ្ធបរិស័ទឲ្យខិតខំសិក្សារៀនសូត្រធម៌វិន័យនិងក្បួនច្បាប់ផ្សេងទៀតជាពិសេសលោកតែងតែមានសង្ឃដីកាថាអ្នកបួសគ្មានអ្វីដែលប្រសើរជាងការគោរពបដិបត្តិធម៌វិន័យទេជាងនេះទៅទៀតលោកបានបង្កើតឲ្យមានការសិក្សានៅទរៈទាំងពីរក្នុងព្រះពុទ្ធសាសនាគឺគន្ធធរៈ1និងវិបស្សនាធរៈ1ផ្នែកគន្ធធរៈវត្តសេដ្ឋអថ័យដំរីសហៅដំរល់ក្រោមការដឹកនាំរបស់បដិប្រគុណលង្ធាមបានបើកឲ្យមានសាលាពុទ្ធិកបឋមសិក្សាតាំងពីឆ្នាំ1981តែពេលនោះក្រៅផ្លូវការនៅឡើយទើបក្រោយមកបានបើកជាផ្លូវការដើម្បីឲ្យប្រសង់ក្នុងវត្តរៀនសូត្រព្រោះវត្តនេះមានប្រសង់គង់ចាំវស្សាមានចំនួនច្រើនដែលជាមធ្យមពី60អង្គទៅ80អង្គក្នុងមួយឆ្នាំការរៀនសូត្រវត្តនេះមានគ្រូឧទ្ទេសសាចារ្យជើងចាស់2នាក់សាលាបាលីឌីប្លូមចំនួនដើមគឺលោកគ្រូងួនណែនិងលោកគ្រូសៅមីហើយប្រសង់ដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលនៅវត្តនេះคล้ายជាបញ្ញវន្តជាច្រើនដោយអង្គខ្លះคล้ายជាមន្ត្រីសង្ឃខេត្តមន្ត្រីសង្ឃស្រុកចៅអធិការជាច្រើនវត្តដោយឡែកសិស្សគាត់ដែលបានសឹកជាក្រហមបានคล้ายជាមន្ត្រីរាជការវិស្វករស្ថាបត្យករឱសថការីមេជាងសំណង់មេជាងឈើមេជាងកំបោរជាងវិហារជាងកុដិជាងផ្ទះជាងតុទូគ្រឿងសង្ហារឹមអាជីវករពាណិជ្ជករនិងសេវាករនានាទាំងជំនាញទន់និងជំនាញរឹងតាមសមត្ថភាពទេពកោសល្យនិងបញ្ញាស្មារតីរៀងខ្លួនទាំងនេះពិតជាបានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសង្គមជាតិផ្នែកវិបស្សនាធុរៈចំពោះការសិក្សាវិបស្សនាធុរៈជានិច្ចកាលក្នុងរដូវវស្សាលោកបានបើកឱកាសបង្រៀនព្រះវិបស្សនាកម្មដ្ឋានដោយផ្ទាល់ដោយមិនគិតពីការនឿយហត់ពុំមានត្អូញត្អែធុញទ្រាន់ប្រកបដោយទឹកបតីជ្រះថ្លាដ៏បរិសុទ្ធក្នុងគោលបំណងដ៏សំខាន់បំផុតគឺដើម្បីផលប្រយោជន៍ដ៏ឧត្តមឧត្តមរបស់ពុទ្ធសាសនាតែមួយគត់អំពីស្នាប្រហោះខាងពុទ្ធចក្រប្រតិប្រគុណអន្តថៃលង្ធាមព្រះអង្គមានបតីយកចិត្តទុកដាក់ក្នុងការសាងសង់វត្តអារាមដើម្បីបានជាទីសក្ការៈដល់ពុទ្ធបរិស័ទនិងដើម្បីបានជាប្រយោជន៍ដល់សាសនាទាំងមូលសូមបញ្ជាក់ផងដែរព្រះគ្រូអន្តថៃលង្ធាមលោកសពតីនឹងការសាងសមាធិផលនានាខ្លាំងណាស់ព្រោះព្រះអង្គមានចំណេះជំនាញខាងជំនាញដូចជាជាងឈើជាងសំណង់និងក្បូរក្បាច់រចនាផ្សេងជាក់ស្ដែងសមាធិផលទាំងឡាយដែលស្ថាបនាកើតមានឡើងក្នុងទីអារាមនេះមានភាគច្រើនគឺជាស្នាប្រហោះកោសលព្រះអង្គផ្ទាល់ជាមេជាងដោយមានព្រះសង្ឃជាកូនជាងព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដែលទំនេរពីការងារស្រែចម្ការក៏បានជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រទាំងសម្ភារៈថវិកានិងស្មារតីផងដែរសមិទ្ធផលជាស្នាប្រហោះដែលបានកសាងនិងជួសជុលឡើងវិញក្នុងវត្តដំណើររួមមាន1ព្រះវិហារធ្វើអំពីស៊ីម៉ង់ទំហំ170ម៉ែត្រការ៉េ2
ជួសជុលសាលាបាលីចាស់មួយខ្នងធ្វើអំពីស៊ីម៉ងប្រក់ក្បឿងទំហំ150ម៉ែត្រការ៉េ3កុដិថ្មីមួយខ្នង2ជាន់ធ្វើអំពីស៊ីម៉ង4ជួសជុលមហាកុដិមួយខ្នង2ជាន់ដែលសល់ពីបុរាណខាងក្រោមស៊ីម៉ងខាងលើឈើជាកុដិដែលប្រស័យលសង្វរសពបតីគួងនៅពេលនៅមានបច្ចុប្បន្ន5កសាងប្រមេរុភ្នំយោងមួយខ្នងធ្វើអំពីស៊ីម៉ងទំហំ150ម៉ែត្រការ៉េ6កសាងសាលាពុទ្ធិកសិក្សាមួយខ្នង2ជាន់ធ្វើអំពីស៊ីម៉ងទំហំ150ម៉ែត្រការ៉េបើកបង្រៀនដំបូងបង្អស់នៅឆ្នាំ1981 7ជាវបត្រៃ3ដប់មួយចប់តម្កល់ទុកក្នុងវត្ត8ជួសជុលកុដិចាស់សល់ពីអតីតកាលចំនួន6ខ្នង9កសាងឧបដ្ឋានសាលាថ្មីមួយខ្នងបណ្ដោយ33ម៉ែត្រទទឹង18ម៉ែត្រ10សាងសង់បច្ចេកដីរួមចំនួន4នៅខាងមុខព្រះវិហារ11សាងសង់បច្ចេកដីធំសម្រាប់តម្កល់ព្រះធាតុចៅអធិការនិងឋានៈដឹកនាំសង្ឃ12សាងសង់ស្រះទឹកអណ្ដូងទឹកបន្ទប់អនាម័យនិងដាំដើមឈើជាច្រើនក្នុងវត្តទៀតផងចំពោះទឹកបតីរបស់ព្រះអង្គមិនត្រឹមតែការសាងសង់សមិទ្ធផលក្នុងវត្តសេតអថ័យតម្រៃសតែប៉ុណ្ណេះនោះទេជាទូទៅព្រះអង្គបានជួយទំនុកបម្រុងផ្ចង់ផ្ដើមក្នុងការសាងសង់ព្រះវិហារនៅតាមបណ្ដាវត្តអារាមទាំងឡាយណាដែលមានការខ្វះខាតអត្តខាតទៀតផងព្រះវិហារទាំងនោះមានដូចខាងក្រោម1កសាងព្រះវិហារវត្តព្រៃអង្គរក្រៅស្រុកពញាក្រែកពុទ្ធសករាជ2497ឆ្នាំ1954 2កសាងព្រះវិហារវត្តពុទ្ធាឃុំចកស្រុកអូររងឪពុទ្ធសករាជ2518ឆ្នាំ1975 3កសាងព្រះវិហារវត្តសវណ្ណគិរីស្ទឹងអង្កាញ់ស្រុកអូររងឪពុទ្ធសករាជ2541ឆ្នាំ1998 4កសាងព្រះវិហារវត្តសារពេជ្រពន្ធរាយបច្ចុប្បន្នក្រុងសួងពុទ្ធសករាជ2542ឆ្នាំ1999 5កសាងព្រះវិហារវត្តទួលទ្រាជើងស្រុកត្បូងឃ្មុំពុទ្ធសករាជ2542ឆ្នាំ1999 6កសាងព្រះវិហារវត្តស្ទឹងជ័យស្រុកពញាក្រែកអំឡុងឆ្នាំ2003 7កសាងព្រះវិហារវត្តរតនរាំងសីបូកែវខេត្តរតនគិរីអំឡុងឆ្នាំ2004 8វត្តព្រៃកំពែងស្រុកត្បូងឃ្មុំពុទ្ធសករាជ2547ឆ្នាំ2004បញ្ចប់ឆ្នាំ2012អំពីខាងអាណាចក្រព្រះសីលសង្វរលង្ធៀមបានយកបតីទុកដាក់លើផ្លូវអាណាចក្រដោយពុទ្ធចក្រដែរក្នុងនោះព្រះអង្គបានដឹកនាំកសាងអគារសាលាបឋមសិក្សាតម្រិលចំនួន3ខ្នងទំហំ240ម៉ែត្រការ៉េនិងអគារទីចាត់ការមួយខ្នងព្រមទាំងដឹកនាំពុទ្ធបរិស័ទកសាងរបងសាលាអនុវិទ្យាល័យឃុំតម្រិលឃុំជុំវិញចាក់ដីបំពេញក្នុងទីធ្លាសាលារៀនមានចំនួនរាប់រយឡានលើសពីនេះទៅទៀតព្រះអង្គបានដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទស្ថាបនាកសាងផ្លូវលំឆ្លងកាត់តាមភូមិនានាក្នុងឃុំតម្រិលមានចំនួនច្រើនជាអនេកផងដែរអំពីក្រមងារនិងសមណស័ក្តិនៅឆ្នាំ1937ចូលសាងប្រធ្នោះឧបសម្បទាភិក្ខុភាវៈក្នុងពុទ្ធសាសនានៅឆ្នាំ1953ត្រូវបានផ្ដល់ឋានៈតែងតាំងជាព្រះគ្រូសូត្រវត្តសេតអថ័យតម្រៃសហៅតម្រិលនៅឆ្នាំ1979ជាបច្ចាធិការវត្តស្ដីទីវត្តសេតអថ័យតម្រៃសហៅតម្រិលនៅឆ្នាំ1982ត្រូវបានបំពេញសិទ្ធិពេញលេញជាបច្ចាធិការវត្តសេតអថ័យតម្រៃសហៅតម្រិលនៅឆ្នាំ1991ទទួលបានការអនុញ្ញាតផ្ទាល់
ពីព្រះវិន័យថោទេវវង្សជាប្រឧបជាប្រចាំតំបន់ដើម្បីបំពោះកុលបុត្រដែលមានឧបនិស្ស័យសាស្នួបួសក្នុងសំណាក់ពុទ្ធសាសនានៅវត្តវត្តមរតនដីដោះឃុំវាលវងស្រុកកំពង់ចាមខេត្តកំពង់ចាមតែមិនទាន់មានលិខិតលែងលះអក្សរជាផ្លូវការនៅឡើយនៅឆ្នាំ1994បដិប្រគុណលង្ធៀមត្រូវបានតែងតាំងជាប្រគ្រូឧបជាយោងតាមលិខិតលេខ87/94ចុះថ្ងៃទី16ខែកុម្ភៈឆ្នាំ1994ដោយសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃរាជទេពវង្សនៅឆ្នាំ2002បដិប្រគុណលង្ធៀមបានទទួលសមណស័ក្តិតែងតាំងជាប្រសីលសង្វររាជាគណៈថ្នាក់ចត្វាគណៈមហានិកាយនៃប្រជាជាតិកម្ពុជាយោងតាមព្រះរាជក្រឹត្យលេខនស/រកត/0702/236ដោយព្រះបាទសម្ដេចនរោត្តមសីហនុព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជានៅឆ្នាំ2003ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ព្រះមន្ត្រីសង្ឃសិស្សគន់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពុទ្ធបរិស័ទចិត្តឆ្ងាយដែលបានរៀបចំពិធីស្រោចស្រពសកលនារីនិងប្រគេនផ្លិតយុះរាជាគណៈថ្នាក់ចត្វាចំពោះប្រសីលសង្វរលង្ធៀមស្ថិតក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃរាជទេពវង្សប្រកបដោយមហោឡារិកដ៏ក្រៃលែងបំផុតការទទួលបាននូវសមណស័ក្តិជាប្រសីលសង្វររាជាគណៈថ្នាក់ចត្វាគឺជាពិតជាស័ក្តិសមបំផុតចំពោះគុណតម្លៃដែលមិនអាចកាត់ថ្លៃបាននិងការផ្ដល់តម្លៃប្រកបដោយសុភវិនិច្ឆ័យឆ្លើយតបចំពោះគុណូបការៈគំរូវិរភាពជាកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូបពោពេញដោយគុណធម៌សច្ចធម៌បានធ្វើពលកម្មជាច្រើនបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងការលះបង់ដ៏ធំធេងរបស់ប្រសីលសង្វរលង្ធៀមក្នុងការលើកកម្ពស់គុណតម្លៃកិត្យានុភាពរបស់ពុទ្ធសាសនានិងប្រជាជាតិកម្ពុជាបបិទ្ធសម្ដេចជាអម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បាសកឧបាសិកាលោកស្រីភ្ញៀវកិត្តិយសនៃអង្គពិធីទាំងមូលជាទីមេត្រីវេលាបានឈានចូលដល់ឆ្នាំ2019ប្រសីលសង្វរលង្ធៀមឈានចូលដល់បច្ចុប្បន្នមាយុ104ព្រះវស្សាព្រះកាយពលមានសភាពទ្រុឌទ្រោមថមថយចុះជាលំដាប់រោគៀបជាធិជារាពេតបៀតបៀនយាយីក្នុងក្រច្ចកាយឥតស្រាកស្រានជារៀងរាល់ថ្ងៃនិងគ្រប់ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពជំងឺកាន់តែខ្លាំងឡើងដោយមានពួកក្រុមសេនាបរិវាររបស់ម៉ៃជូរាជបានវាសន្ធប់កាន់តែជ្រៅចូលក្នុងរូបរាងកាយរបស់ប្រសីលសង្វរលង្ធៀមសិស្សគន់ទាំងអស់បានព្យាយាមស្វះស្វែងរកពិធីសាស្ត្រនិងមធ្យោបាយគ្រប់បែបយ៉ាងក្នុងការព្យាបាលជំងឺព្រះអង្គតាមរយៈក្រុមគ្រូពេទ្យឯកទេសវិជ្ជបណ្ឌិតល្បីនៅក្នុងប្រទេសឱសថបុរាណនិងសម័យគ្រប់ប្រភេទនៅតែមិនអាចស្ដារស្ថានភាពឲ្យវិលត្រឡប់មកប្រសើរឡើងវិញបានឡើយរហូតដល់ថ្ងៃអាទិត្យ600ខែកដកឆ្នាំកុរឯកស័កពុទ្ធសករាជ2563ត្រូវនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2019វេលាម៉ោង10:28នាទីយប់ក្នុងបច្ចុប្បន្នមាយុ104ព្រះវស្សាមច្ចុរាជដ៏កំណាចខូខើ
ឥតមេត្តាមកឆក់យកសង្ខាររបស់បស័យលសង្វរលង្ធៀមឲ្យឃ្លាតឆ្ងាយពីសិស្សគន់ទាំងប្រសង់និងពុទ្ធបរិស័ទក្រុមញាតិសាច់សាលហិតគ្រប់រូបដោយសេចក្តីសោកស្ដាយស្រណោះអឡោះអាល័យជាពន់ពេកឥតឧបមារកអ្វីមកប្រៀបផ្ទឹមពុំបានឡើយសំដូចពុទ្ធដីកាទ្រង់ត្រាស់សម្ដែងថាសាពេសត្តាមរិសន្តិមរណន្តੰហេជីវិតੰតែយថាកម្មੰកមិសន្តិបញ្ញបាបពលុបគានិរយ៉ាងបាបកម្មន្តាបញ្ញកម្មាចសុគតੰសាពេសត្តារិសត្វទាំងឡាយទាំងពួងមរិសន្តិនឹងស្លាប់ហេព្រោះថាជីវិតੰរីជីវិតសត្តានੰរបស់សត្វទាំងឡាយមរណន្តੰរមែងដល់នៅសេចក្តីស្លាប់បញ្ញបាបពលុបគាតែងកាន់យកនៅផលបុណ្យនិងផលបាបក៏មានសតិនឹងទៅកាន់កម្មੰនៅកម្មយថាយ៉ាងណាបាបកម្មន្តារិស័តធ្វើបាបកម្មទាំងឡាយក៏មានសន្តិនឹងទៅនិរយ៉ាងកណ្ដរុចៈចំណែកឯបញ្ញកម្មារិស័តធ្វើបញ្ញកម្មទាំងឡាយក៏មានសតិនឹងទៅសុគតੰកាន់សុគតិសែនស្ដាយស្រណោះឥតឧបមាគ្រប់គ្រួលអរានឹកអាល័យធ្លាប់ឃើញប្រភពទាំងយប់ថ្ងៃធ្លាប់ជួបប្រស្រ័យគ្រប់វេលាធ្លាប់រស់ក្រោមលុបព្រះគុណម្ចាស់ធ្លាប់ស្ដាប់ច្បងច្បាស់អវទេអប់រំប្រដៅតាមមគ្គឥឡូវក្លៀតក្លេឥតត្រឡប់អ្វីគ្រប់យ៉ាងត្រូវសូន្យថេងព្រះកាយសំលេងត្រូវបញ្ចប់វិបស្សនាកម្មដ្ឋានទាំងគ្រប់សពសល់ត្រឹមប្រសពនៅស្ដោកស្ដឹងតែគូអនិច្ចាសង្ខារសត្វតែមានវិបត្តិគ្រប់រូបាមានជាតិមិនឃ្លានពីមរណាខំជិះម្ដេចម្ដាក៏ពុំរួចមិនជោគសង្គ្រាមតាមយាយីទន្ទ្រានជន់ឆ្លីខំក្របួចសត្វលោកទាំងឡាយធ្ងោក្រលួចព្រោះតែភ័យព្រួយឋានមរណាទោះបីយ៉ាងនេះក្តីគ្រប់ជីវិតរបស់សត្វលោកគឺស្ថិតនៅក្នុងត្រៃលក្ខធម៌ទាំង3ជាប់ជានិច្ចគឺអនិច្ចំទុក្ខំនិងអនត្តាមិនថាអ្នកកោតក្នុងជាតិតកូលអ្វីឡើយកាលបើមានជីវិតហើយតែងតែប្រែប្រួលវឹបផ្លាស់ប្ដូរជួបប្រទះនៅសេចក្តីមិនទៀងជាទុក្ខមិនមែនជារបស់ខ្លួនគ្មានសត្វណាមួយអាចគេចវាសបានឡើយរូបរាងកាយនេះតែងដល់នៅជារាពាធជាធម្មតានៅក្នុងពេលបន្តិចទៀតនេះព្រះរូបព្រះកាយដ៏ស្ដុកស្ដង្ឆ្អឹងគ្មានវិញ្ញាណកំពុងតែសម្រាកក្នុងមឈូសានៅចំពោះមុខនេះព្រះអគិភ្លើងនឹងលេបតបាក់រូបកាយឃ្លាតឆ្ងាយចាក់សិស្សគន់ពុទ្ធបរិស័ទចិត្តឆ្ងាយលែងវិលវិញជារៀងរហូតហើយចាប់ពីថ្ងៃនេះទៅយើងលែងបានជួបប្រភពលែងបានស្ដាប់នៅដំបូលមានពាក្យពៀនបដៅរបស់ព្រះអង្គទៀតហើយតែទោះបីជារូបកាយរបស់បដិជ្ជប្រគុណបាត់បង់ផុតរលត់ពីផែនដីនេះទៅក៏ពិតមែនតែអ្វីដែលបានបន្សល់ទុកនៅនោះគឺកតនាមកតគុណកតយុះគេឈ្មោះនិងពាក្យអប់រំព្រានបដៅដ៏ល្អរបស់បស័យលសង្វរលង្ធៀមត្រូវបានដកជាប់នៅក្នុងក្រអៅបេះដូងនៃសិស្សគន់និងពុទ្ធបរិស័ទនិងយើងខ្ញុំទាំងអស់គ្នាជារៀងរហូតគ្មានថ្ងៃបំភ្លេចបានឡើយសំដូចពុទ្ធដីកាទ្រង់ត្រាស់សម្ដែងថារូបាំងជីរតិមច្ចាណੰនាមកោតាំងនជីរតិរីរូបនៃសពសត្វតែងវិបត្តិចាស់ចរាឯនាមនិងកោតពុំចរាដូចរូបឡើយសមត្ថផលនិងស្នាដៃរួមជាមួយគំរូវិរភាពដ៏គួរឲ្យគោរពញាប់ញែងរបស់បស័យលសង្វរលង្ធៀមបានប្រែក្លាយជាបទពិសោធន៍និងចំណេះដឹងដ៏មានសារៈសំខាន់ជាទីបំផុត
ដល់កូនចៅចំនួនក្រោយបន្តការសិក្សារៀនសូត្រអនុវត្តតាមនិងយកទៅប្រើប្រាស់ដើម្បីបានជាដំប្រយោជន៍របស់ប្រទេសជាតិមាតុភូមិយើងស្ថិតក្នុងបរិយាកាសដ៏សែនវិយោគនេះទូប្រាក់បង្គំខ្ញុំប្រកាសណាយើងខ្ញុំទាំងអស់គ្នាជាសិស្សគន់ប្រសង់ថ្នាក់ដឹកនាំមន្ត្រីរាជការកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងពុទ្ធបរិស័ទសូមសម្ដែងនៅសមានតុប្រកបដោយក្តីក្រៀមក្រំជាទីបំផុតចំពោះការបូជារំលែករូបរាងកាយរបស់បសីលសង្វរលង្ធាមនាឱកាសពេលបន្តិចទៀតនេះទូព្រះបង្គំខ្ញុំប្រកាសណាយើងខ្ញុំទាំងអស់គ្នាសូមទាំងរួមកាយវិចារចិត្តឧទ្ទិសមហាកុសលប្រគេនដួងវិញ្ញាណក្ខន្ធព្រះសីលសង្វរលង្ធាមដោយអំណាចមហាកុសលកម្មដែលព្រះអង្គបានបរិកម្មបូជាចំពោះពុទ្ធសាសនាសូមបានជាបច្ច័យឧបត្ថម្ភដល់ដួងវិញ្ញាណក្ខន្ធនិងបាននិមន្តទៅកាន់បរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយនឹងបានសម្រេចព្រះនិព្វានជាអវសានជាតិយើងខ្ញុំប្រកាសណាជាសិស្សគន់ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងឡាយសូមប្រគេនដំណើរប្រាច់ប្រគុណមកកាន់ទីកន្លែងចុងក្រោយជាបណដ្ឋានតែត្រឹមប៉ុណ្ណេះជាទីអវសានកថាទូព្រះបង្គំខ្ញុំប្រកាសណាយើងខ្ញុំជាសិស្សគន់សូមសម្ដែងនៅពរាជអំណរអរប្រគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវអស់លោកស្រីភ្ញៀវកិត្តិយសសីលវ័នសីលវតីឧបាសកឧបាសិកាពុទ្ធបរិស័ទសមាជិកសមាជិកានៃអង្គពិធីទាំងមូលដែលបានផ្ដល់ប្រកិត្តិយសដ៏ពងពោះបំផុតសម្ដេចយាងនិមន្តនឹងអញ្ជើញចូលរួមនឹងញ៉ាំងពិធីនេះឲ្យបានប្រព្រឹត្តទៅស្ថិតក្នុងមហោឡារិកអធិកអធមយ៉ាងក្រៃលែងជាទីបំផុតទូព្រះបង្គំខ្ញុំប្រកាសណាយើងខ្ញុំជាសិស្សគន់សូមព្រះជានុញ្ញាតថ្វាយប្រគេនពរនិងគោរពជូនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសសំប្រកបដោយពុទ្ធមង្គលពរទាំងឡាយ4ប្រការកយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាតឡើយសូមអរព្រះរាជប្រគុណនិងសូមអរគុណ